កូនសេកនិងដើមឈើធំនៅក្នុងព្រៃធំមួយមានដើមឈើតូចនិងដើមឈើធំមួយដែលកំពុងលេបពុកនៅលើមែកឈើនោះមានកូនសេកតូចម្នាក់ឈ្មោះគូសនក៏ដែលកំពុងរស់នៅកូនសេកសនសប្បាយចិត្តណាស់ដែលមានទីនៅលើដើមឈើធំនិងអាចមើលឃើញពិភពលោកពេញមួយជុំវិញមួយថ្ងៃមិត្តសត្វមកប្រាប់សន្តាសនយើងឃើញមានមនុស្សមកកាប់ដើមឈើនៅក្បែរនេះសិនភ័យខ្លាចណាស់ប៉ុន្តែវាក៏គិតថាខ្ញុំតូចតាចពេកមិនអាចអ្វីបានទេសិនគ្រាន់តែបន្តរស់នៅក្នុងសំនៀងភ័យក្រោមមែកឈើដោយមិនបានធ្វើអ្វីទៅមកមនុស្សបានកាប់ដើមឈើជាច្រើនឡើងនិងជិតទៅដល់ដើមឈើធំដែលសិនរស់នៅពេលនោះសិនយំទឹកភ្នែកហូរចេញហើយនឹកស្រមៃថាប្រសិនបើខ្ញុំធ្វើអ្វីតិចតួចសោះប្រហែលដើមឈើនឹងអាចស្ថិតស្ថេរបានទេបន្ទាប់ពីពេលនោះសនសម្រេចចិត្តថាគុំធ្វើឲ្យខ្លួនភ័យខ្លាចអ្នកតូចក៏អាចធ្វើអ្វីមួយដ៏មានន័យបានដែរសិននឹងទាំងមិត្តសត្វនានាជួយគ្នាប្រមូលសត្វព្រៃផ្សព្វផ្សាយអំពីការពារបរិស្ថានដល់សត្វទាំងឡាយទោះជាគ្មានអ្វីធំធេងកើតឡើងភ្លាមក្តីប៉ុន្តែជាបន្តបន្ទាប់ពួកគេចាប់ផ្ដើមធ្វើឲ្យអ្នកនៅជុំវិញនឹកគិតនិងរុញចាប់អារម្មណ៍លើការការពារព្រៃភ្នំបន្ទាប់ពីសនប្រមូលគ្នាបានហើយក៏បានដេញអ្នកកាប់ឈើមកចាក់ចេញទៅឆ្ងាយហើយដើមឈើធំរបស់សនក៏អាចរក្សាបានសារៈសំខាន់កុំស្ទាក់ស្ទើរក្នុងការធ្វើអ្វីល្អទោះបីតូចតាចយ៉ាងណាក៏ដោយការចាប់ផ្ដើមតូចអាចនាំឲ្យមានការផ្លាស់ប្ដូរធំនៅថ្ងៃក្រោយ